Welcome to King Student និយាយពីសាកលវិទ្យាល័យដែលខ្លួនឯងកម្រងនឹងរៀនហើយក៏ដូចជាថាការងារដែលខ្លួនឯងចង់ធ្វើនៅថ្ងៃអនាគតខ្ញុំចង់រៀននៅសាកល AUPP ខាងជំនាញ Software Development ដែលខ្ញុំចង់រៀនគឺ Business International ដែលខ្ញុំចង់រៀនខាងផ្នែក Marketing អញ្ចឹងបើស្រាប់ទៅមើលខ្ញុំមានជំនាញដូចជាពេទ្យគីមីច្នៃអាហារធនាគារ Software Engineering សាលាក៏រៀនច្រើនដែរមានដូចជាសាលាក្រហមក៏វិញមាន UPP មាន rule ចឹងមែនតើខ្ញុំគិតថាសាលាទាំងអស់ហ្នឹងវាសិតតែល្អសម្រាប់ទៅនឹងជំនាញទាំងអស់ហ្នឹងបងថាវិធីសាស្ត្រអីដែលទូបានអាហារូបករណ៍ប៉ុន្តែសាលាខ្លះគាត់និយាយតែចំណុចល្អរបស់គាត់ឲ្យយើងស្ដាប់អីអញ្ចឹងយើងត្រូវតែសិក្សាមិនមែនស្ដាប់តែពីសាលាតែមួយមុខអញ្ចឹងយើងត្រូវតែវិភាគមុននឹងយើងសម្រេចចិត្តកុំឲ្យយើងសម្រេចចិត្តទៅខុសយើងខាតមួយឆ្នាំទៅទេដែរអញ្ចឹងអត់ទេបងទទួលស្គាល់រឿងការដែលយើងត្រូវចេះសម្រេចចិត្តអរគុណបងថ្ងៃហ្នឹងផ្ទាល់វាមិនត្រឹមតែជាការចែករំលែកពីបទពិសោធន៍ពីខាងសិស្សច្បងទេប៉ុន្តែវាផ្ដល់ឱកាសដ៏ល្អមួយដែលខ្ញុំអាចស្វែងយល់ពីការដាក់រូបករណ៍ទាំងក្នុងនិងក្រៅស្រុកហើយស្វែងយល់ពីមុខជំនាញរបស់យើងដែលយើងចង់សិក្សាបន្តទាំងសាកលវិទ្យាល័យហើយនឹងអ្វីដែលស័ក្តិសមជាមួយយើងសប្បាយចិត្តមែនទែនព្រោះខ្ញុំបានស្រូបនៅចំណេះវិជ្ជាដែលបងគាត់បានប្រាប់បានពន្យល់អីផ្សេងហ្នឹងហើយខ្ញុំពិតជាមានអារម្មណ៍ថាភ្លឺភ្នែកនៅក្នុងការប្រាប់របស់ពួកគាត់មកកាន់ខ្ញុំជាចុងក្រោយខ្ញុំសូមអរគុណដល់ក្រុមហ៊ុន Burger King ដែលគាត់ជាអ្នកឧបត្ថម្ភធំនៅក្នុងកម្មវិធីនេះក្នុងការផ្ដល់ចំណេះដឹងផ្សេងៗមកកាន់ពួកខ្ញុំ Hey Student